នេះជាជីវិតរបស់ខ្ញុំជានិស្សិតរបស់ប្រទេសកូរ៉េនាពេលយប់ថ្ងៃសៅរ៍គឺថាថ្ងៃសៅរ៍ធម្មតាខ្ញុំធ្វើការទេអ្នកនរគ្នាប៉ុន្តែថ្ងៃសៅរ៍អាទិត្យហ្នឹងតកែខ្ញុំគាត់អត់បើកហាងទេហើយវិច័យដល់អីសិស្សច្បងខ្ញុំក៏ហៅខ្ញុំទៅញ៉ាំសាច់អាំងជុំគ្នាសាច់អាំងនៅចិត្តសាលាមកភ្លុះអត់ទៅញ៉ាំទេអ្នកនរគ្នាគឺគាត់ទៅញ៉ាំនៅកន្លែងណាដែលថ្លៃហើយឆ្ងាយពីផ្ទះទៀតហើយគឺថាខ្ញុំត្រូវជិះឡានក្រុងហ្នឹងរយៈពេល30នាទីដើម្បីជិះឡានក្រុងហ្នឹងយើងត្រូវតែមានកាតហើយយើងយកកាតនោះទៅ scan ទៅគឺជិះបានហើយបន្ទាប់ពីខ្ញុំជិះឡានក្រុងមួយសន្ទុះធំមកពេលខ្ញុំចុះពីលើឡានក្រុងវិញខ្ញុំក៏បានជួបបងជនជាតិខ្មែរបងប្រុសខ្មែរមែនសួយអីខ្ញុំចុចបិទកាមេរ៉ាពេលហ្នឹងហ្មងអ្នកនរគ្នាប៉ុន្តែខ្ញុំក៏បានឆ្លើយតបទៅគាត់វិញដែរដោយសារខ្ញុំទៅមុនគេមុនឯងហើយនៅចិត្តកន្លែងសាច់អាំងហ្នឹងក៏មានសាលាមួយទៀតដែរអញ្ចឹងទៅខ្ញុំក៏ឆ្លៀតចូលមើលសាលាមួយហ្នឹងទៅសាលាមួយហ្នឹងបើប្រៀបធៀបមួយសាលាខ្ញុំគឺសាលាខ្ញុំធំជាងឆ្ងាយប៉ុន្តែទេសភាពនៅក្នុងសាលាហ្នឹងស្អាតអ្នកនរគ្នាដែលសាលាហ្នឹងមានឈ្មោះថាជូសនទេហាក់ឈូហើយបន្ទាប់ពីពួកខ្ញុំដើរមើលសាលាហើយអស់ហ្នឹងពួកខ្ញុំក៏បានទៅញ៉ាំអីហើយនេះគឺជាកន្លែងដែលខ្ញុំញ៉ាំសាច់អាំងយប់ហ្នឹងដែលមានឈ្មោះថា Brunolia បន្ទាប់មកពួកយើងក៏ដើរចូលហាងហើយសិស្សច្បងខ្ញុំជាច្រើនអ្នកទៀតក៏នៅក្នុងហាងនឹងដែរអូអញ្ញសេ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 អូចូលប្រាប់វិញនេះជាម្ហូបដែលខ្ញុំញ៉ាំយប់ហ្នឹងដែលកូរ៉េគេឲ្យឈ្មោះថាសាំខ្ចប់ផ្សាល់ហើយខ្មែរយើងតែងតែហៅថាសាច់អាំងបែបកូរ៉េហ្នឹងបន្ទាប់ពីញ៉ាំអីបានមកធំមកពួកខ្ញុំក៏បាននឹកឃើញថាអូជិតដល់ខុកណាសិស្សច្បងហើយដល់អញ្ចឹងទៅទិញខេកស្រាយសិស្សច្បងឲ្យហើយទៅអរគុណហើយនៅពេលដែលយើងគិតលុយហើយហ្នឹងនៅក្នុងហាងហ្នឹងគេ free ក្រែមឲ្យម្នាក់មួយផងដែរគឺថាឈរមុខហាងហ្នឹងមិនមែនឈរធ្វើអីទេអ្នកនរគ្នាគឺឈរញ៉ាំក្រែមហើយនៅចាំសិស្សច្បងចេញមកពីបន្ទប់ទឹកបន្ទាប់ពីញ៉ាំអីហើយអស់ហ្នឹងពួកខ្ញុំក៏បាននាំគ្នាដើរលេងនៅក្នុងស៊ីណេហ្នឹងដែលអង់គ្លេសហៅថា downtown ហ្នឹងបងមើលកាមេរ៉ាបងមើលកាមេរ៉ានិយាយទៅដើរថ្ងៃនេះគឺដើរជាក្រុមហ្មងអ្នកនរគ្នាខ្ញុំក៏ប្រកែថតណាស់ដែរអ្នកនរគ្នាថតគ្រប់សកម្មភាពហ្មងបន្ទាប់ពីដើរបានបន្តិចមកនេះក៏ឃើញជួងអ្នកនរគ្នាមិនត្រឹមតែប៉ុណ្្នឹងទេអ្នកនរគ្នាដើរបានបន្តិចទៀតក៏ឃើញគេច្រៀងអីអញ្ចឹងទៅនៅតាមផ្លូវអ្វីដែលពិសេសបំផុតហើយមិនអាចបំភ្លេចបាននោះគឺការថតរូបអ្នកនរគ្នាតែយើងទៅអត់ថតរូបគឺអត់ន័យតែម្ដងហើយមើលចុះមើលឡើងទៅគឺនៅក្នុងហាងហ្នឹងវាអត់មានសម្ភារៈអីថ្មីលយដែលធ្វើឲ្យខ្ញុំចង់ថតរូបហ្នឹងអ្នកនរគ្នាអញ្ចឹងទៅមានតែទៅហាងថ្មីមួយទៀតដល់ហាងថ្មីនេះគឺអីវ៉ាន់ស្អាតមែនអ្នកនរគ្នាហើយបន្ទាប់មកពួកយើងក៏ចាប់ផ្ដើមថតរូបទៅហើយនិយាយថាចៀតមែនតើអ្នកនរគ្នាបន្ទាប់មកនេះជាលទ្ធផលដែលយើងទទួលបានមានលើរូបបាត់មាននៅហ្នឹងបានគេជួយកាន់សំស្កានហ្នឹងបន្ទាប់ពីពួកយើងចេញពីកន្លែងថតរូបហើយដើរសុកហ្នឹងក៏ឃើញកន្លែងមួយគឺកន្លែងចាប់តុក្កតានិយាយវាថាស្អាតមែនតើអ្នកនរគ្នាពណ៌លយឲ្យតុក្កតាមានមកភ្លុះមកស្អីក៏មាននៅក្នុងហ្នឹងទាំងអស់ហ្មងចាំម្ដងអស់លុយ 1000 វ៉ុនគិតជាលុយខ្មែរប្រហែល 3000 រៀលគឺថាអត់មានចាំយូរទេគឺចាប់តែម្ដងបានហើយលើកទី1ហ្នឹងខំព្យាយាមណាស់ដែរប៉ុន្តែនៅតែចាប់អត់បានថាចាប់ទុកវាជាបទពិសោធន៍ទៅហើយយើងក៏មិនអាចចោះចាញ់បានដែរតែមានលើកទី1មានលើកទី2អូខេបោហើយបន្ទាប់ពីយើងចាប់តុក្កតាបានមកយើងក៏បានមកដល់កន្លែងញ៉ាំអីអត់តុក្កតាអត់បានអ្នកនរគ្នាគឺអត់ញ៉ាំអីអត់បានទេរយ៉ាផ្អែមរយ៉ាហើយបន្ទាប់ពីដើរលេងនៅស៊ីណេនៅ downtown នឹងមួយឆ្អែតមួយឆ្អងអស់ហើយមកក៏ជិះឡានក្រុងទៅផ្ទះវិញគឺថាមានតែម្នាក់កូនក្នុងលោកអ្នកនរគ្នាខ្ញុំមនុស្សល្អសុខចិត្តបរិច្ចាគកន្លែងអង្គុយឲ្យគេអង្គុយខ្ញុំអត់អង្គុយសុខចិត្តឈរដើរលេងឡើងមួយឆ្អែតប៉ុណ្្នឹងឯណាគឺអត់ឆ្អែតទេអ្នកនរគ្នានៅឆ្លៀតចូលច្រៀងនៅ KTV ទៀតដែលកូរ៉េគេហៅថា No Re Bang និយាយទៅគឺថាយូជុំគ្នាម្ដងដាក់មកអស់ដៃមកឲ្យសល់
ហើយអស់ពីច្រៀងបទ set មកចូលបទញាក់ម្ដងអ្នកនរគ្នានិយាយទៅផ្លាស់ប្ដូរបានគ្រប់ទម្រង់បែបបបមក ហើយបទដែលខ្ញុំមិនអាចបំភ្លេចបានហើយប្រចាំតកោរបស់ខ្ញុំនោះគឺបទ Gangnam Style ហើយបន្ទុកដែលយើងទទួលបាននោះគឺ Bye bye. Bye bye. Bye bye bye. Bye bye. Đi ai thôi. Hơi cứ thay chỉ vật ở bao nhóm trên đi sật ở bao tay cái này bây giờ ngày sau nó cứ miên tập phần năng tệ complete follow năng share phong này đó kia.